ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះផងដែរគឺជាថ្ងៃឈប់សម្រាកណាថ្ងៃបុណ្យណាអានឹងបានប្តីគាត់នៅផ្ទះអញ្ចឹងហើយខ្ញុំចង់ស្លមកជូរគ្រឿងអញ្ចឹងណាចាក៏ប្រើគាត់ឲ្យទៅកាត់សក្រីឲ្យដោយសារខ្ញុំពិបាកអង្គុយអញ្ចឹងឲ្យគាត់ទៅកាត់ជំនួសមកអញ្ចឹងណាចាំមកកាត់បានអត់ចាណែកាត់បានមកហើយពាក់កដាលដើមនិយាយមែនណានៅផ្ទះនៅជប៉ុនស្រុកជប៉ុនណាមានគល់សក្រីតែមកគុំឯងដូចមានទ្រព្យសម្បត្តិមហាសាលអញ្ចឹងដោយសារសក្រីវារៀងថ្លៃគ្រាន់បើដែរហើយបើថាដាំបានមកគុំពីគុំអីហើយយើងអត់ចាំបាច់ទិញគេទេចាគ្រាន់បានកាត់ស្លអត់ដូចនៅស្រុកខ្មែរទេចាអូយយើងបើអត់មានកុលសក្រីអីអាចទៅសុំគ្នាបាននៅចិត្តផ្ទះជាប់គ្នាអ្នកចិត្តខាងអីស្រុកជប៉ុនចាអ្នកចិត្តខាងខ្ញុំគ្រាន់តែសក្រីនឹងមិនស្គាល់ផងតោះតែប្រាប់ថានឹងសក្រីសម្រាប់ស្លគ្រឿងអញ្ចឹងវាភេទម្ហូបសម្រាប់អ្នកអាស៊ីអញ្ចឹងណាចាជប៉ុនគាត់គិតថាស្មៅថ្ងៃមុននោះនៅផ្ទះខាងក្រោយផ្ទះខ្ញុំហ្នឹងគាត់សួរថាស្មៅនឹងវែងម៉ែហើយខ្ញុំក៏ថាហ្នឹងគឺជាគ្រឿងម្ហូបតាមបែបអ្នករស់នៅអាស៊ីនៅស្រុកខ្មែរគឺពេញនិយមញ៉ាំណាហើយប្តីខ្ញុំមិនធម្មតាទេណាកាត់សក្រីយកថៅសតកាប់ទេណាមិនមែនធម្មតាទេចាកាត់បានតម្រោះ 4-5 គល់បថៅនឹងចង់សឹកមុខអស់